នៅតែមានសំណួរនឹងចម្ងល់ជាច្រើនចំពោះការដាក់ថ្ងៃខែខ្មែរបែបនេះហើយនឹងលេខខ្មែរបែបនេះគេដាក់របៀបម៉េចនៅក្នុង iPhone មកចង់ដឹងច្បាស់ថ្ងៃនេះស្រាយចម្ងល់ដាក់ឲ្យធ្វើបានមកហើយបងជាដំបូងបងប្អូនចូល setting មកបន្ទាប់មកបងប្អូនរើសពាក្យ general នេះបន្ទាប់មកអ្នកនរគ្នាអូសមើល language and region បន្ទាប់មកអ្នកនរគ្នាត្រូវ add language ឡើងនេះបើអត់ទាន់មានខ្មែរយើងត្រូវ add ហើយយើង search ខ្មែរមក KH ដែលវានឹងចេញខ្មែរអ្នកនរគ្នាចុចខ្មែរមកហើយអ្នកនរគ្នាចុច prefer in ខ្មែរហើយចាំមកសន្ទុះនឹងឲ្យបន្ទាប់ពីបានហើយអ្នកទាំងអស់គ្នាជ្រើស region នេះបើសិនជាមិនមែន Cambodia ត្រូវ select Cambodia បន្ទាប់មក number នេះអ្នកទាំងអស់គ្នា select ត្រូវយកលេខខ្មែរនេះមកបងប្អូនអរគ្នាបន្ទាប់មកអ្នកទាំងអស់គ្នា back បន្ទាប់មកអានេះថ្ងៃទីអីខ្មែរអស់ហើយបន្ទាប់មកយើងទៅមើលនេះបើបានថ្ងៃពុធ9មីនាក៏ប៉ុន្តែនៅលេខជាលេខបារាំងដល់ហើយមិនទាន់ចេញជាលេខខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាចង់ចេញលេខខ្មែរឬមិនអ្នកទាំងអស់គ្នាចុចលើនឹងឲ្យជាប់មកបន្ទាប់មកអ្នកទាំងអស់គ្នាចុច customize នេះអ្នកទាំងអស់គ្នាចុចលើអេក្រង់ម្ដងទៀតបន្ទាប់មកអ្នកនរគ្នាចុចលើម៉ោងនេះមកហើយអ្នកនរគ្នាអាចចុចលើផែនដីនេះមកបន្ទាប់មកអ្នកជ្រើសពាក្យថាខ្មែរនេះចុចខ្មែរនេះមកអ្នកចេញខ្មែរជាការស្រេចបន្ទាប់មកអ្នកនរគ្នាអាចជ្រើសរើសពណ៌ជ្រើសរើសទំហំធាត់ស្គមអីតាមនឹងបានជាការស្រេច